88 Donny likes watching TV blank does Dara ជំរឿ A2 B either C neither ហើយនឹង D so ដែលយើងឃើញថាចំណុចទាំង4ហ្នឹងគឺ to either neither so ហ្នឹងជាទូទៅអា4អ្នកហ្នឹងនៅពេលដែលត្រូវបានគេយកមកប្រៀបធៀបគ្នាដើម្បីជ្រើសរើសយកទៅប្រើគឺគេប្រើវានៅក្នុងសំណង់ដែលចង់និយាយថាអ្នកក្រោយដូចមួយអ្នកមុនជាបើថាប្រយោគរបស់យើងគឺចង់និយាយថា Donny ចូលចិត្តមើលទូរទស្សន៍ហើយ Dara ក៏អញ្ចឹងដែរ Dara ក៏ចូលចិត្តមើលទូរទស្សន៍ដែរយ៉ាងណាក៏ដោយធ្វើឲ្យបាត់តែ4អ្នកហ្នឹងសុទ្ធតែអាចប្រើនៅក្នុងសំណង់ដែលមានន័យថាអ្នកក្រោយដូចអ្នកមុនមែនក៏ដោយតែសំណង់របស់វាអត់ដូចគ្នាទេបាទសំណង់របស់វាមួយហ្នឹងគឺខុសគ្នាទាំង4អ្នកតែម្ដងសម្រាប់ to សំណង់របស់វាគឺ subject បូក oxy ហើយបូកមួយ to នៅខាងចុងហើយគេប្រើវានៅពេលដែលប្រយោគដែលយកពីអ្នកមុនហ្នឹងគឺជាប្រយោគស្របប្រយោគ positive សម្រាប់ either វិញបើយើងគិតពីលំដាប់ពាក្យក៏ដូច to ដែរបាទប៉ុន្តែវាលើស not either ទម្រង់របស់វាគឺ subject បូក oxy ហើយបូក not ទៀតទៅយើងតែ either ហើយគេប្រើវានៅពេលដែលប្រយោគយកពីអ្នកមុនគឺជាប្រយោគ negative ប្រយោគបដិសេធហើយសម្រាប់ neither ទម្រង់របស់វាបញ្ជាក់ពី2អ្នកហ្នឹងបាទ neither វាអត់នៅចុងទេ neither វានៅមុខ neither ហើយគេដាក់ oxy ហើយបណ្ដាក់ subject ហើយសម្រាប់ so វិញលំដាប់ពាក្យរបស់វាដូច neither គឺ so បន្តមក oxy បន្តមក subject ប៉ុន្តែវាខុសត្រង់ថា neither គេប្រើវានៅពេលដែលសម្ដីរបស់អ្នកមុនគេប្រើជាប្រយោគ negative បដិសេធទុយទៅវិញគេប្រើ so នៅពេលដែលសម្ដីដែលយ៉ាងពីអ្នកមុនគឺជាប្រយោគ positive ប្រយោគស្របឥឡូវយើងឃើញថាប្រយោគដែលនិយាយពីអ្នកមុនគឺជាប្រយោគស្របអញ្ចឹងបានន័យថាយើងមិនអាចប្រើ neither ហើយយើងមិនអាចប្រើ either បានទេហើយបើយើងយកទៅលើលំដាប់ពាក្យចន្លោះនៅពីខាងមុខវាត្រូវជាមួយ so ហើយយើងឃើញថានៅពេលយើងដាក់ so ចូលទៅវាត្រឹមត្រូវបាទគឺយើងបានជា clear ថា so does Dara តែវាមានពាក្យ so ហើយបន្ទាប់ពី so វាមាន does ដែលជា auxiliary verb ពេលសត្វជំនួយហើយបន្ទាប់មកមាន Dara ដែលជា subject អញ្ចឹងវាត្រឹមត្រូវបាទអញ្ចឹងចំណុចដែលត្រឹមត្រូវគឺចំណុច D ពាក្យ so ជាងប្រយោគដែលបានវាត្រូវ Donny likes watching TV so does Dara ដែលបានន័យថា Donny ចូលចិត្តមើលទូរទស្សន៍ហើយ Dara ក៏អញ្ចឹងដែរ